សួស្តីប្រិយមិត្តបងប្អូននៅតាមដានទស្សនាព្រះអង្គចន្ទមនីទាំងអស់គ្នាប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនៅក្នុងពិភពការកសាងបារមីនិងការកសាងសិលនិងការប្រតិបត្តិធម៌ជាន់ខ្ពស់នៅក្នុងពុទ្ធសាសនាមានបាតុភូតអស្ចារ្យនិងអាថ៌កំបាំងជាច្រើនដែលកាត់ឡើងនៅលើរូបកាយរបស់អ្នកសាងសិលបរិសុទ្ធដោយផុតពីការសន្និដ្ឋាននិងការស្មាននិងការយល់ឃើញរបស់មនុស្សទូទៅប្រសិនបើប្រិយមិត្តធ្លាប់បានដំណើរទៅកាន់ទីអារាមឬកន្លែងដែលលោកម្ចាស់គ្រូព្រះអង្គចន្ទមនីគង់នៅដើម្បីក្រាបថ្វាយបង្គំដោយផ្ទាល់ឬប្រសិនបើប្រិយមិត្តធ្លាប់បានសម្លឹងមើលប្រភពរបស់ព្រះអង្គយ៉ាងយកចិត្តទុកដាក់តាមរយៈវីដេអូឬរូបថតកន្លងមកបងប្អូនប្រកាសជាបានកត់សម្គាល់និងបានប្រទះឃើញនៅបាតុភូតដ៏ចម្លែកនិងអស្ចារ្យបំផុតមួយដែលបានធ្វើឲ្យមហាជនរាប់លាននាក់កើតក្តីឬសម្បល់និងរំភើបស្រក់ទឹកភ្នែកនោះគឺនៅពេលដែលព្រះអង្គកំពុងគង់សម្ដែងធម៌កំពុងប្រោះព្រំស្រោចទឹកឬកំពុងធ្វើសមាធិយ៉ាងស្ងប់ស្ងាត់ប្រភពនិងស្បែករបស់ព្រះអង្គហាក់បីដូចជាមានការផ្លាស់ប្ដូររស្មីនិងតម្រង់យ៉ាងចម្លែកមិនថាខ្ញុំជាអ្នកសម្រាយនៅវីដេអូនេះទេពុកម៉ែបងប្អូនខ្ញុំមើលទៅព្រះអង្គចន្ទមនីម្ដងចាស់ម្ដងទៅជាក្មេងវិញពិតជាគួរឲ្យគោរពគួរឲ្យជ្រះថ្លាខ្លាំងណាស់ពុកម៉ែបងប្អូនបើមិនជឿកុំប្រមាថមានពេលខ្លះមើលទៅព្រះអង្គមានប្រភពភ្លឺថ្លាស្រស់បំប្រងស្បែកប្រែទៅជាពងណែនញញឹមស្រស់ស្រាយដូចជាព្រះសង្ឃវ័យក្មេងអាយុ20ឆ្នាំស្ដើងតែប៉ុណ្ណោះប៉ុន្តែនៅក្នុងគណៈបន្ទាប់ឬនៅក្នុងមុំទស្សនវិជ្ជាមួយទៀតបែរជាមើលទៅឃើញព្រះអង្គមានប្រភពស្ងប់ស្ងាត់មានស្នាមជ្រួញស្រទន់មានរស្មីស្គមស្កាយស្បែកស្អកប្រផេះនិងមានអំណាចស្ងប់ស្ងាត់ដូចជាព្រះថេរៈឬលោកតាដែលមានអាយុរាប់រយឆ្នាំទៅវិញបាតុភូតម្ដងចាស់ម្ដងក្មេងនេះមិនមែនកាត់ឡើងតែចំពោះភ្នែករបស់មនុស្សម្នាក់ឬពីរនាក់នោះទេប៉ុន្តែពុទ្ធបរិស័ទរាប់ម៉ឺននាក់ដែលបានទៅដល់ទីកន្លែងផ្ទាល់តែងតែពោលពាក្យតដូចគ្នាដោយក្តីភ្ញាក់ផ្អើលតើនៅពីក្រោយអាថ៌កំបាំងនៃប្រភពប្រែប្រួលរស្មីនេះបង្កប់នូវអត្ថន័យធម៌ថាមពលអរូបីនិងអនុភាពសមាធិចិត្តអ្វីខ្លះតើជាបាតុភូតធម្មជាតិឬក៏ជាអភិនិហាឬជាផ្លែផ្កានៃសមាធិចិត្តថ្ងៃនេះសូមអញ្ជើញប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាមកអង្គុយសម្រាកចិត្តធ្វើចិត្តឲ្យស្ងប់ហើយតាមដានស្ដាប់ការសម្រាយយ៉ាងលម្អិតនិងស៊ីជម្រៅនិងក្បោះក្បាយបំផុតពីដើមដល់ចប់ជាមួយខ្ញុំបាទដូចតទៅប្រិយមិត្តអ្នកស្ដាប់ជាទីគោរពដើម្បីឲ្យកាន់តែជ្រាបច្បាស់និងឃើញរូបភាពច្បាស់អំពីបាតុភូតនេះយើងត្រូវតែក្រឡេកមើលទៅបទពិសោធន៍ជាក់ស្ដែងរបស់ប្រជាពុទ្ធបរិស័ទដែលបានទៅជួបផ្ទាល់មានពុទ្ធបរិស័ទម្នាក់បានធ្វើដំណើរពីខេត្តឆ្ងាយបានរៀបរាប់ថានៅពេលដែលគាត់បានដើរចូលទៅដល់រោងដីឬដើមឈើដែលព្រះអង្គចន្ទមនីគង់នៅដំបូងឡើយចិត្តរបស់គាត់នៅមានការសង្ស័យនិងស្ទាក់ស្ទើរនៅពេលដែលគាត់សម្លឹងមើលទៅប្រភពរបស់ព្រះអង្គចន្ទមនីពីចម្ងាយគាត់ឃើញប្រភពនោះមានភាពចាស់ទុំស្បែកជ្រួញភ្នែកស្ងប់ជម្រៅនិងមានអំណាចគួរឲ្យកោតខ្លាចគាត់មានអារម្មណ៍ថាព្រះអង្គដូចជាព្រះថេរៈចាស់បុរាណមួយព្រះអង្គដែលគង់នៅក្នុងព្រៃជ្រៅរាប់សិបឆ្នាំប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលស្ទើរតែបែកបេះដូងគឺនៅពេលដែលគាត់បានលុតជង្គង់ក្រាបថ្វាយបង្គំដោះដីហើយទទួលបាននូវពរជ័យនិងការស្រោចទឹកប្រោះព្រំអំពីព្រះអង្គនៅពេលដែលទឹកមុនត្រជាក់ប៉ះទៅដល់ក្បាលហើយគាត់ងើបមុខឡើងសម្លឹងមើលប្រភពព្រះអង្គចន្ទមនីម្ដងទៀតសារជាថ្មីស្រាប់តែប្រភពដែលធ្លាប់បានឃើញចាស់នោះបានប្រែទៅជាភ្លឺថ្លាស្បែកពងលឿងទុំដូចជាមាសញញឹមស្រស់ស្រាយនិងមានតម្រង់មុខដូចជាវ័យក្មេងទៅវិញមិនត្រឹមតែពុទ្ធបរិស័ទម្នាក់នេះទេសូម្បីតែអ្នកថតរូបនិងអ្នកថតវីដេអូជាអាជីពជាច្រើនឆ្នាំក៏បានកត់សម្គាល់ឃើញបាតុភូតនេះតាមរយៈកាមេរ៉ាផងដែរនៅពេលដែលគេថតវីដេអូជាប់គ្នារយៈពេលច្រើននាទីដោយមិនបានបិទកាមេរ៉ាឬដូរមុំឡើយគេឃើញថាពន្លឺនិងពណ៌ស្បែកនៅលើប្រភពរបស់ព្រះអង្គចន្ទមនីមានការផ្លាស់ប្ដូរនិងមានភាពរស្មីចេញមកខុសៗគ្នា
ទៅតាមចរន្តនៃធម៌ដែលព្រះអង្គកំពុងសម្ដែងបាតុភូតនេះបានធ្វើឲ្យមនុស្សជាច្រើនអ្នកចូលជាសំណួរថាតើវាជាបាតុភូតភ្នែកច្រឡំឬជាពន្លឺចាំងនៃធម្មជាតិតើវាជាអនុភាពនៃការសាងបារមីឬមួយវាគឺជាអនុភាពនៃចិត្តចរុកដែលកើតចេញអំពីធម្មពលសមាធិចិត្តយ៉ាងជ្រៅជ្រះរបស់ព្រះអង្គប្រិយមិត្តអ្នកស្ដាប់ទាំងឡាយដើម្បីយកអំពីបាតុភូតនេះឲ្យបានត្រឹមត្រូវទៅតាមប្រាជ្ញាពុទ្ធសាសនាដោយមិនជឿដោយងប់ងល់និងប្រឌិតរឿងអភិនិហាហួសហេតុយើងត្រូវសិក្សាទៅលើព្រះអភិធម្មដែលបានពន្យល់យ៉ាងជ្រាលជ្រៅអំពីទំនាក់ទំនងរវាងចិត្តនិងរូបនៅក្នុងព្រះពុទ្ធសាសនាមានពាក្យមួយឃ្លាថាចិត្តជារូបដែលកើតអំពីចិត្តព្រះពុទ្ធទ្រង់បានសម្ដែងថារូបរាងកាយសាច់ឈាមនិងស្បែកមុខរបស់មនុស្សយើងមិនមែនកើតឡើងតែអំពីអាហារឬធាតុអាកាសខាងក្រៅនោះទេប៉ុន្តែវាត្រូវបានបង្កើតនិងប្រែប្រួលទៅតាមចរន្តចិត្តរបស់បុគ្គលជានិច្ចនៅពេលដែលបុគ្គលម្នាក់ចូលស្ថិតនៅក្នុងសមាធិចិត្តយ៉ាងជ្រាលជ្រៅជាពិសេសគឺមេត្តាឈានសមាធិដែលពោរពេញទៅដោយក្តីស្រឡាញ់និងការផ្សាយមេត្តាចិត្តដល់សត្វលោកចិត្តដែលបរិសុទ្ធគ្មានកំហឹងគ្មានកិលេសនិងគ្មានសេចក្តីស្អប់ខ្ពើមនឹងបង្កើតនូវធម្មពលរស្មីត្រជាក់ធម្មពលចិត្តនេះនឹងជ្រាបចូលទៅក្នុងកាយសិកានិងសរសៃឈាមនិងរាងកាយទាំងមូលដែលធ្វើឲ្យសរសៃឈាមដៅស្រួលស្បែកមុខភ្លឺថ្លាស្អិតប៉ោងមើលទៅដូចក្មេងខ្ចីស្រស់បំប្រងជាខ្លាំងពុកម៉ែបងប្អូនសាក់ធ្វើសមាធិដូចជាព្រះអង្គចន្ទមនីមើលមិនស្រួលអាយុចិត្តហ្នឹងមើលទៅដូច18មិនខាននេះគ្រាន់តែខ្ញុំសន្និដ្ឋានទេថាការធ្វើសមាធិឲ្យចិត្តស្ងប់ពិតជាសំខាន់ណាស់អញ្ចឹងហើយតែងតែឮព្រះសង្ឃដតីដាស់តឿនឲ្យយើងពុទ្ធបរិស័ទតែងតែឲ្យយើងធ្វើសមាធិជានិច្ចផ្ទុយទៅវិញនៅពេលដែលព្រះអង្គចូលទៅក្នុងសមាធិចិត្តជ្រៅខ្លាំងឈានជាន់ខ្ពស់ឬពេលដែលព្រះអង្គកំពុងពិចារណាទៅលើអនិច្ចធម៌គឺសេចក្តីមិនទៀងនិងទុក្ខវេទនារបស់សត្វលោកធម្មពលចិត្តរបស់ព្រះអង្គនឹងដកថយពីពិភពខាងក្រៅចូលទៅស្ងប់ខាងក្នុងនៅលក្ខណៈនោះរូបកាយខាងក្រៅនឹងបង្ហាញនៅរូបភាពស្ងប់ស្ងាត់ចាស់ទុំធ្ងន់ធ្ងរនិងមានទម្ងន់បារមីដែលធ្វើឲ្យអ្នកមើលទៅមានអារម្មណ៍ថាព្រះអង្គជាព្រះថេរចាស់រាប់រយឆ្នាំដូច្នេះការប្រែប្រួលរស្មីប្រភពម្ដងចាស់ម្ដងក្មេងមិនមែនជាការសម្ដែងឬជាអំពើអាត្មប់ឡើយប៉ុន្តែវាគឺជាផ្លែផ្កាធម្មជាតិនៃអានុភាពចិត្តដែលបានវឹកហាត់សមាធិយ៉ាងខ្ពង់ខ្ពស់នោះឯងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពក្រៅពីធម្មពលសមាធិចិត្តរបស់ព្រះអង្គផ្ទាល់ចំណុចដ៏សំខាន់មួយទៀតដែលធ្វើឲ្យមនុស្សមើលឃើញប្រភពព្រះអង្គប្រែប្រួលខុសគ្នាគឺកើតចេញអំពីកម្រិតសទ្ធានិងចិត្តរបស់អ្នកមើលខ្លួនឯងនៅក្នុងផ្លូវអរូបិយចរន្តនៃចិត្តរបស់មនុស្សយើងម្នាក់តែងតែមានរលកធាតុអាកាសផ្សេងគ្នាមនុស្សដែលមកជួបព្រះអង្គដោយចិត្តពេញដោយស្មុគស្មាញនិងមានជំងឺចិត្តមានកម្មពៀឬមានចិត្តប្រមាទនៅពេលដែលគេសម្លឹងមើលប្រភពព្រះអង្គដំបូងចរន្តចិត្តក្តៅរបស់គេនឹងទៅប៉ះពាល់ជាមួយរស្មីបារមីរបស់ព្រះអង្គធ្វើឲ្យគេមើលឃើញប្រភពនោះចាស់ទុំមានអំណាចឬគួរឲ្យកោតខ្លាចនេះគឺជាប្រតិកម្មនៃចិត្តដែលធ្វើឲ្យគេភ្ញាក់ខ្លួននិងលះបង់នៅមានការប្រកាន់ខ្លួននៅពេលដែលបុគ្គលនោះបានថ្វាយបង្គំបានស្ដាប់ធម៌និងបានជំរះចិត្តឲ្យស្ងប់អារម្មណ៍របស់គេបានភ្ជាប់ទៅនឹងរស្មីមេត្តារបស់ព្រះអង្គនៅខណៈនោះគេនឹងឃើញប្រភពរបស់ព្រះអង្គភ្លឺថ្លាក្មេងខ្ចីញញឹមស្រស់និងពេញដោយសិរីសួស្តីនេះហើយគឺជាអ្វីដែលចាស់បុរាណតែនិយាយថាចិត្តជាអ្នកបង្កើតពិភពលោកអ្វីដែលភ្នែករបស់យើងមើលឃើញពេលខ្លះមិនមែនត្រឹមតែជារូបរាងខាងក្រៅនោះទេប៉ុន្តែវាគឺជាការឆ្លោះបញ្ចាំងរវាងចិត្តនិងចិត្តយ៉ាងជ្រាលជ្រៅបំផុតប្រិយមិត្តអ្នកស្ដាប់ទាំងឡាយ
ប្រសិនបើយើងបើកមើលទំព័រប្រវត្តិសាស្ត្រនៃអ្នកសាងបារមីនិងព្រះថេរៈជាន់ខ្ពស់កាលពីសម័យដើមយើងនឹងឃើញថាបាតុភូតប្រែព្រោះរស្មីប្រភពនិងរូបរាងកាយនេះមិនមែនទើបតែមានចំពោះព្រះអង្គចន្ទមនីនោះឡើយរឿងរ៉ាវស្រដៀងគ្នានេះធ្លាប់បានគេកត់ត្រានិងរៀបរាប់អំពីលោកតាហ្វួងប្រសង់អភិនិហាក្នុងព្រៃកាលពីអតីតកាលផងដែរអ្នកស្រុកនៅតាមព្រំដែនធ្លាប់បាននិយាយតគ្នាថាមានពេលខ្លះគេឃើញលោកតាហ្វួងដើរចូលទៅក្នុងព្រៃដោយមានរូបរាងចាស់សក់ស្កូវស្បែកជ្រីជ្រួញដើរត្រេតត្រតដូចជាមនុស្សចាស់អាយុជិត100ឆ្នាំអញ្ចឹងប៉ុន្តែនៅពេលដែលលោកតាគង់ធ្វើសមាធិឬពេលដែលលោកតាសម្ដែងធម៌ប្រោះព្រំដល់អ្នកស្រុកបែរជាមានអ្នកមើលឃើញរូបរាងរបស់លោកតាមាំមួនបែកភ្លឺថ្លានិងមានកម្លាំងកំហែងដូចជាបរិវ័យ30ឬក៏40ទៅវិញបាតុភូតនេះបង្ហាញឲ្យយើងឃើញច្បាស់ថាសម្រាប់បុគ្គលដែលបានវឹកហាត់ចិត្តរហូតដល់ផុតពីការជំពាក់នឹងរូបកាយអតីតអត្តារូបកាយខាងក្រៅគ្រាន់តែជាសម្បកសក្ការៈសាមញ្ញតែប៉ុណ្ណោះប៉ុន្តែធម្មពលបារមីខាងក្នុងទេដែលជាអ្នកបញ្ជានិងបង្ហាញចេញមកក្រៅទៅតាមពេលវេលានិងហេតុផលប្រិយមិត្តអ្នកស្ដាប់ជាទីគោរពថ្មីត្បិតតែបាតុភូតរបស់ព្រះអង្គកម្រើករស្មីម្ដងចាស់ម្ដងក្មេងរបស់លោកម្ចាស់គ្រូព្រះអង្គចន្ទមនីគឺជាប្រធានដ៏អស្ចារ្យនិងគួរឲ្យសភាវៈជ្រះថ្លាក៏ដោយក៏ប៉ុន្តែប្រសិនបើយើងពិចារណាឲ្យជ្រៅទៅតាមផ្លូវធម៌ព្រះអង្គតែងតែដាស់តឿននិងរំលឹកដល់ពុទ្ធបរិស័ទជានិច្ចថាមិនថារូបកាយនោះមើលទៅចាស់ឬគឺក្មេងក៏ដោយស្អាតឬអាក្រក់ភ្លឺងងឹតវានៅតែជាសភាវៈធម៌ជានិច្ចដែលស្ថិតនៅក្រោមច្បាប់កើតឡើងស្ថិតនៅនឹងរលត់ទៅវិញអនិច្ចំទុក្ខំអនត្តាយើងមិនត្រូវយកចិត្តទុកដាក់ជាប់ជំពាក់ឬសប្រហរតីតែលើសម្បកខាងក្រៅឡើយអ្វីដែលធ្វើឲ្យលោកម្ចាស់គ្រូព្រះអង្គចន្ទមនីទទួលបាននូវសេចក្តីគោរពស្រឡាញ់និងសទ្ធាជ្រះថ្លាពុទ្ធបរិស័ទរាប់លានអ្នកនោះពេលនោះមិនមែនដោយសារព្រះអង្គមានប្រភពស្អាតឬក្មេងនោះទេប៉ុន្តែគឺដោយសារតែមានសិល5បរិសុទ្ធមានភាពសាមញ្ញគ្មានមានះនិងមេត្តាចិត្តឥតព្រំដែនដែលព្រះអង្គបានខិតខំសន្សំនិងចែករំលែកដល់សត្វលោកគ្រប់រូបដោយមិនរើសអើងប្រសិនបើយើងចង់បានសិរីសួស្តីចង់បានរស្មីស្រស់ថ្លានិងសេចក្តីសុខក្នុងជីវិតយើងមិនត្រូវចាំតែទៅសំពោឬទៅមើលអភិនិហានោះទេប៉ុន្តែយើងត្រូវតែរៀនសូត្រទៅតាមបដិបទារបស់ព្រះអង្គចេះជំរះចិត្តឲ្យស្អាតលះបង់កំហឹងនិងការច្រណែនរក្សាសិល5ឲ្យបានជាប់ជួនក្នុងជីវិតប្រចាំថ្ងៃនិងចេះសាយមេត្តាចិត្តចែករំលែកក្តីស្រឡាញ់ដល់មនុស្សនិងសត្វជុំវិញខ្លួនប្រិយមិត្តអ្នកស្ដាប់ទាំងឡាយមានសំណួរមួយអំពីពុទ្ធបរិស័ទតែងតែសួរថាតើមនុស្សសាមញ្ញដូចជាពួកយើងអាចមានរស្មីឬមានចិត្តស្ងប់ស្អាតដូចជាអ្នកសាងធ្វើបានដែរឬទេចម្លើយគឺបានព្រះពុទ្ធទ្រង់បានបង្រៀនថាមនុស្សគ្រប់រូបសុទ្ធតែមានគ្រាប់ពូជនៃពុទ្ធិនិងរស្មីមេត្តានៅក្នុងខ្លួនដូចគ្នាចិត្តរបស់យើងក្តៅក្រហល់ក្រហាយសរសៃឈាមតាមតឹងធ្វើឲ្យមុខមាត់របស់យើងមើលទៅងងឹតមួម៉ៅនិងចាស់មុនអាយុនេះគឺជារស្មីអវិជ្ជមានដែលដេញសិរីសួស្តីចេញពីខ្លួនចិត្តរបស់យើងស្ងប់ស្ងាត់ញញឹមចេញពីបេះដូងសរសៃឈាមដើរស្រួលធ្វើឲ្យមុខមាត់របស់យើងប្រែទៅជាភ្លឺថ្លាស្រស់បំប្រងនិងមានសិរីសួស្តីដូច្នេះបាតុភូតប្រភពកម្ររស្មីរបស់ព្រះអង្គចន្ទមនីគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យយើងឃើញថាចិត្តគឺជាអ្នកកំណត់ជោគវាសនា
និងរូបរាងកាយរបស់យើងប្រសិនបើយើងចង់បានឲ្យជីវិតនិងមុខមាត់របស់យើងប្រកបទៅដោយសេរីសួស្តីយើងត្រូវតែចាប់ផ្ដើមបណ្ដោះចិត្តមេត្តាចាប់ពីថ្ងៃនេះតទៅប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនៅក្នុងសង្គមបច្ចុប្បន្នដែលពោរពេញទៅដោយភាពការប្រកួតប្រជែងនិងការស្មុគស្មាញនិងភាពប្រញាប់ប្រញាល់មនុស្សជាច្រើនកំពុងតែស្វែងរកនៅទីពឹងផ្លូវចិត្តការដែលមហាជនរាប់លាននាក់ឆ្ពោះទៅក្រាបថ្វាយបង្គំលោកម្ចាស់គ្រូព្រះអង្គចន្ទមុនីមិនមែនគ្រាន់តែជាការជឿតាមគ្នានោះទេប៉ុន្តែវាគឺជាសេចក្តីស្រេកឃ្លាននៅភាពស្ងប់ស្ងាត់និងធម៌ពិតសកម្មភាពនិងបាតុភូតចម្លែកទាំងឡាយដែលបានកាត់ឡើងគឺជាស្ពានតាក់ទាញចិត្តដំបូងដើម្បីនាំមនុស្សឲ្យចូលមកចិត្តព្រះពុទ្ធសាសនាប៉ុន្តែនៅពេលដែលបានចូលមកដល់ហើយអ្វីដែលសំខាន់បំផុតគឺការក្រែបជញ្ជក់យកឧបាទធម៌យកទៅប្រតិបត្តិនៅក្នុងគ្រួសារក្នុងកន្លែងធ្វើការនិងក្នុងសង្គមជាតិដើម្បីរស់នៅទៅដោយមានសេចក្តីសុខនិងភាពចុះសម្រុងគ្នាប្រិយមិត្តអ្នកស្ដាប់និងពុទ្ធបរិស័ទជាទីគោរពជាចុងក្រោយមហាសាច់រឿងសម្រាយអាកំបាំងរបស់ប្រភពប្រែប្រួលរស្មីម្ដងចាស់ម្ដងក្មេងរបស់ព្រះគ្រូព្រះអង្គចន្ទមុនីយើងអាចសរុបនៅសេចក្តីបានយ៉ាងច្បាស់ថាគ្រប់បាតុភូតអស្ចារ្យទាំងអស់មិនមែនជាការកុហកឬជាការប្រឌិតឡើយប៉ុន្តែវាគឺជារឿងអនុភាពនៃសិលសមាធិនិងបារមីធម៌ដ៏បរិសុទ្ធដែលស្ដែងចេញមកឲ្យមនុស្សលោកបានឃើញដើម្បីដាស់សតិឲ្យកើតសទ្ធាជ្រះថ្លាក្នុងការសាងអំពើល្អយើងខ្ញុំទាំងអស់គ្នាសូមលើកហដ្ឋាប្រណម្យថ្វាយបង្គំពរជ័យសិរីសួស្តីបវរមហាប្រសើរចំពោះលោកម្ចាស់គ្រូព្រះអង្គចន្ទមុនីសូមឲ្យព្រះអង្គមានសុខភាពល្អបរិបូរណ៍និងមានប្រជញ្ញអាយុយឺនយូរដើម្បីគង់ជានិមិត្តរូបនៃសទ្ធានិងជាទីពឹងផ្លូវចិត្តរបស់ប្រជាពុទ្ធបរិស័ទខ្មែរជារៀងរហូតទៅខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដានស្ដាប់របស់ប្រិយមិត្តទាំងអស់គ្នាតាំងពីដើមរហូតដល់ចប់នៃវីដេអូនេះប្រសិនបើរឿងរ៉ាវនិងការសម្រេចធម៌នេះប្រនៅប្រាជ្ញានិងចំណេះដឹងនិងសទ្ធាជ្រះថ្លាដល់បងប្អូនសូមកុំភ្លេចជួយចុច Subscribe នៃ Channel របស់យើងខ្ញុំដើម្បីទទួលបាននូវវីដេអូអប់រំធម៌និងប្រវត្តិសាស្ត្រលម្អិតជាច្រើនទៀតសូមជូនពរឲ្យប្រិយមិត្តអ្នកស្ដាប់គ្រប់រូបព្រមទាំងគ្រួសារជួបប្រទះនូវសេចក្តីសុខសេចក្តីចម្រើនជៀសផុតអំពីគ្រោះថ្នាក់និងជំងឺភ័យអន្តរាយទាំងពួងនិងសូមប្រកបទៅដោយពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លានឡើយសូមជម្រាបលាបើសិនជាខ្ញុំនិយាយទៅហើយមានការខុសកន្លែងណាដោយមិនសមគួរឬពាក្យសម្ដីណាមួយសូមពុកម៉ែបងប្អូនពុទ្ធបរិស័ទសូមអភ័យទោសដល់ខ្ញុំផងបាទសូមអរគុណនិងសូមជម្រាបលាម្ដងទៀតបាយបាយ